សូមបានវីសាទៅដល់សហរដ្ឋអាមេរិកហើយចាំបាច់រស់នៅជាមួយអ្នកធានាដែរទេបាទក្នុងករណីម្ដាយឪពុកលោកអ្នកធានាលោកអ្នកមករស់នៅសហរដ្ឋអាមេរិកឬក៏កូនធានាម្ដាយមករស់នៅសហរដ្ឋអាមេរិកឬក៏បងប្អូនធានាបងប្អូនមករស់នៅសហរដ្ឋអាមេរិកក្រោយពេលសម្ភាសជាប់ទទួលបានវីសាមកដល់សហរដ្ឋអាមេរិកហើយលោកអ្នកមិនចាំបាច់រស់នៅជាមួយពួកគាត់ទេគ្មានច្បាប់អន្តោប្រវេសន៍ណាតម្រូវឲ្យលោកអ្នកត្រូវតែរស់នៅជាមួយពួកគាត់ទេលោកអ្នកអាចរស់នៅទីក្រុងផ្សេងអាចរស់នៅផ្ទះផ្សេងអាចរស់នៅក្នុងរដ្ឋផ្សេងក៏ប៉ុន្តែចាំបាច់ត្រូវតែរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកបាទអ្នកដែលចាំបាច់មករស់នៅជាមួយអ្នកធានានៅអាមេរិកគឺជាករណីប្តីធានាប្រពន្ធឬប្រពន្ធធានាប្តីប្រសិនបើប្តីប្រពន្ធធានាគ្នាពេលដែលពួកគាត់សម្ភាសជាប់ហើយក្រោយពេលមកដល់សហរដ្ឋអាមេរិកប្រពន្ធឬប្តីនឹងត្រូវតែរស់នៅជាមួយគ្នាជាការចាំបាច់ពីព្រោះអីពីព្រោះយើងទៅតែបាន Green Card 2 ឆ្នាំពេលដែលយើងដាក់ពាក្យស្នើសុំ Green Card ប្រភេទ10ឆ្នាំគេនឹងសួរនាំពីប្រវត្តិរស់នៅជាមួយគ្នាបាទក្នុងករណីលោកអ្នកមិនបានរស់នៅមិនបានរួមរស់ជាមួយប្តីឬប្រពន្ធរបស់លោកអ្នកទេលោកអ្នកស្នើសុំ Green Card 10ឆ្នាំឬក៏ស្នើសុំចុះសញ្ជាតិនឹងមានបញ្ហានឹងប្រឈមជាមួយបញ្ហាអញ្ចឹងងាកមកវិញសម្រាប់បងប្អូនធានាគ្នាម៉ែឪធានាកូនកូនធានាម៉ែឪអីក្រោយពេលសម្ភាសជាប់មកដល់សហរដ្ឋអាមេរិកពួកគាត់រស់នៅកន្លែងណាក៏បានដែរមិនមែនថាចាំបាច់មករស់នៅជាមួយអ្នកធានានោះទេបាទលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានបើត្រូវការផ្នែកសេវាកម្មទិដ្ឋាការអាមេរិកបាទ